បတ်ការកដាបែបឈូកឈូនអញ្ចឹងណាសម្រាប់កម្មវិធីផ្សេងគឺល្អបំផុតសម្រាប់បងប្អូនណាឥឡូវជាដំបូងគឺយើងធ្វើ snow ជាមុនសិនដោយទំហំហ្នឹងគឺស្ថិតនៅលើបងប្អូនស្រឡាញ់ទេគឺដំបូងបងប្អូនយកវាមកសាប់ដោយតែខ្ញុំបានសាប់អញ្ចឹងណាហើយចំពោះกระดาษហ្នឹងដែរតតឹងវាគឺមហ៊ុនកន្លះគុណជាមួយនឹង10ណាអញ្ចឹងបងប្អូនបត់กระดาษហ្នឹងជា2ឲ្យស្មើគ្នាមកតបមកយើងបិទការដូចតែខ្ញុំបានបង្ហាញហ្នឹងណាតបមកយើងយកវាមកប្រອບជាមួយនឹងជើងខាងក្រោមសិនពីព្រោះដោយសារសតបហ្នឹងយើងត្រូវការវាឲ្យរៀងត្បៀតបន្តិចណាបន្ទាប់មកចាំយើងបដិញវាទៅតាមទំហំហើយនឹងរូបរាងរបស់វាអញ្ចឹងណាហើយចំពោះกระดาษជាន់ទី1ហ្នឹងគឺយើងបត់វាស្មើគ្នាអញ្ចឹងហើយចំណែកឯសតបបន្ទាប់ទៀតហ្នឹងខ្ញុំនឹងបង្ហាញបងប្អូននៅຂະຫນាតกระดาษមួយទៀតគឺយើងប្រើกระดาษដូចគ្នាអញ្ចឹងក៏ប៉ុន្តែគ្រាន់តែថាយើងមានក្បួនតិចតួចណាបើសិនបើបងប្អូនប្រើពីសតបអញ្ចឹងរហូតវាអាចគល់វារៀងក្រាស់ដល់ពេលអញ្ចឹងយើងពិបាកក្នុងការបិទណាតែបើធ្វើដូចខ្ញុំគឺវាចំណេញ space ហើយវារៀងស្រួលទៀតអញ្ចឹងបងប្អូនអាចចាំបាច់កាត់กระดาษហ្នឹងពីខ្សែពីទំហំទេអញ្ចឹងយើងកាត់តាមខ្សែហ្នឹងគឺបានទាំង2ទាំង3សតបគឺស្ថិតទៅលើបងប្អូនចេះសេរីវាធ្វើម៉េចឲ្យសតបការវាហ្នឹងមានលក្ខណៈបដិញគ្នាស្អាតណាហើយជាដំបូងហ្នឹងគឺយើងធ្វើដូចខ្ញុំអញ្ចឹងណាបិទបន្តគ្នារហូតមកពុកម៉ែបងប្អូនដោយសារដំបូងខ្ញុំអត់សូវវីដេអូដល់ speed ទាញ speed ឲ្យលឿនទេអញ្ចឹងបងប្អូនអាចមើលដំបូងគឺសតបដូចខ្ញុំបិទហ្នឹងគឺដដែលទេតែវីដេអូទៅមុខទៀតហ្នឹងដល់ខ្ញុំខ្លាចបងប្អូនមានការធុញទ្រាន់ក្នុងការមើលនឹងយូរអញ្ចឹងខ្ញុំអាចទាញ speed នៅកន្លែងខ្លះតែគិតថាវាជាវីដេអូដដែលណាអញ្ចឹងបងប្អូនតាមដានតាមដំណាក់កាលនឹងរហូតទៅវីដេអូខ្ញុំហ្នឹងគឺមានតែ6នាទីជាងទេគឺគ្រប់គ្រាន់សម្រាប់ធ្វើការនឹងមួយណាអញ្ចឹងជុំហ្នឹងគឺប្រើกระดาษត្រួតស៊ីគ្នាស្មើគ្នា2ហ្នឹងគឺខ្ញុំប្រើចំនួន2ជាន់ក្នុងការបិទស្ទាប់ហ្នឹងមានន័យថាមួយជាន់ដំបូងហើយមួយជាន់ទី2ហើយបន្ទាប់មកជាន់ទី3ជាន់ទី4ហើយនិងជាន់ទី5ហ្នឹងបានយើងត្រូវដូរស្លឹកស្ទាប់ការអញ្ចឹងបងប្អូនអាចតាមវីដេអូនឹងរហូតទៅដើម្បីស្រួលសម្រាប់បងប្អូនមើលពីរបៀបដែលខ្ញុំបត់กระดาษហ្នឹងគឺយើងប្រើតែຂະຫນាតទំហំกระดาษហ្នឹងមួយប៉ុន្តែយើងអាចចេញជាការរីកធំនឹងបានទៅតាមទំហំដែលយើងត្រូវការហ្នឹងណាចំពោះការហ្នឹងបើសិនបើបងប្អូនចាប់បានគឺវារៀងងាយស្រួលទេប៉ុន្តែជាដំបូងសំខាន់គឺបងប្អូនធ្វើការបត់กระดาษហ្នឹងឲ្យវាចេញស្អាតណាគឺការហ្នឹងចេញមកក៏វាស្អាតដូចគ្នាដែរដល់វគ្គហ្នឹងគឺខ្ញុំរៀងថយกระดาษបងប្អូនឃើញខ្ញុំបានបង្ហាញហ្នឹងគឺមានន័យថាខ្ញុំថយកระดาษហ្នឹងដើម្បីឲ្យទំហំស្លឹកការសតបហ្នឹងវាមើលមករៀងធំជាងសតបកដាលដំបូងហ្នឹងតែដំបូងខ្ញុំបត់ជា2ស្មើគ្នាតែឥឡូវនេះខ្ញុំរៀងថយកระดาษហ្នឹងមកបន្តិចអញ្ចឹងបងប្អូនបត់បដិញអញ្ចឹងរហូតណាដោយសារវីដេអូហ្នឹងខ្ញុំមិនចង់ឲ្យវាយូរទេអញ្ចឹងខ្ញុំទាញ speed កន្លែងហ្នឹងបន្តិចណាអញ្ចឹងបងប្អូនអាចមើលតាមអ្វីដែលខ្ញុំបានបង្ហាញហ្នឹងហើយតិចនិចនៃការបិទហ្នឹងគឺយើងបិទឲ្យចំចន្លោះកដាលនៃផ្កានៃសតបនីមួយបានពេលយើងមើលផ្កាមកគឺវាឃើញចេញជារូបរាងសតបផ្កាស្អាតណាបងប្អូនអញ្ចឹងយើងធ្វើអញ្ចឹងរហូតដល់សតបដែលបងប្អូនត្រូវការចំពោះសតបដែលខ្ញុំរៀងថយបន្តិចហ្នឹងគឺខ្ញុំប្រើវា2ជាន់ដែរហើយបន្ទាប់មកបានសតបមួយទៀតខ្ញុំនឹងបង្ហាញបងប្អូនថាទៅធ្វើម៉េចឲ្យវាចេញជាសតបបដិញគ្នាបន្តទៀតអញ្ចឹងណាកុំតន់តែណាពុកម៉ែបងប្អូនតាមដានរហូតអញ្ចឹងណាបងប្អូននឹងដឹងថាការថយសតបហ្នឹងមិនម៉េចការតរៀបការហ្នឹងមិនម៉េចអីមិនម៉េចអញ្ចឹងណាមើលទៅតាមវីដេអូហ្នឹងពុកម៉ែបងប្អូននឹងចេះធ្វើបានដោយខ្លួនឯងហើយ
ចឹងរបៀបខ្ញុំធ្វើគឺមានតែប៉ុណ្្នឹងទេពុកម៉ែបងប្អូនអាចរៀនធ្វើខ្លួនឯងនៅផ្ទះចឹងណាកាត់กระดาษកាត់ទំហំប៉ុណ្ណាតែបងប្អូនឆ្លាញ់ផ្កានឹងទំហំប៉ុណ្ណាបងប្អូនឆ្នៃទៅតាមនឹងទៅនឹងជាអ្វីដែលខ្ញុំបង្ហាញនឹងទេបើសិនបើបងប្អូនចង់បានទំហំផ្កានឹងធំជាងខ្ញុំបន្តិចហ្នឹងក៏ពុកម៉ែបងប្អូននាំគ្នាកាត់กระดาษនឹងឲ្យធំជាងខ្ញុំតិចទៅអញ្ចឹងបន្ទាប់ផ្កាដែលយើងចេញមកហ្នឹងហើយទំហំផ្កាដែលចេញមកហ្នឹងក៏វាធំជាងផ្កាដែលខ្ញុំបានធ្វើនឹងដែរឥឡូវយើងដល់វគ្គបន្ទាប់ដែលបដិញឡើងមួយជាន់ទៀតហើយគឺបងប្អូនរៀងប្រខិតគល់វាឡើងមកលើបន្តិចណាបងប្អូនប្រខិតគល់ឡើងមកលើបន្តិចមកអញ្ចឹងបន្ទាប់ផ្កាយើងហ្នឹងក៏វារៀងរីកធំជាងបន្ទាប់មុននឹងដែរនេះបងប្អូនឃើញខ្ញុំបង្ហាញហ្នឹងគឺខ្ញុំថយឡើងមកលើបន្តិចដើម្បីឲ្យវាចេញជាទម្រង់ផ្កាបែបហ្នឹងអរគុណ